បងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកបង្ហាញពីវិធីកាត់អាយកពងទាំងក្រោយចាមុនដំបូងបងប្អូនទាំងអស់គ្នាត្រូវចាចុះពីខាងលើមកចំនួន4លេខចាបន្តមកទៀតយើងចាប់ផ្ដើមចុះសម្រងរាង47 5បងទី47ចាបន្តមកទៀតយើងចាប់ផ្ដើមចុះជើងអាយចំនួន16លេខចាបន្តមកយើងគូត្រង់មួយតមកយើងចុះពីខាងលើមកចំនួន27លេខសំណងទ្រូងទាំងក្រៅប្រវត្តិសំណងទ្រូងនេះដើម្បីរកចំណុចចំណងឃ្លាណាបងប្អូនណាចាបន្តមកទៀតយើងចាប់ផ្ដើមចូលចំនួន3លេខកន្លះកន្លែងកខាងលើនេះចាចុះនេះគឺនឹងខ្ញុំចូលចំនួន5លេខកន្លះជើងក្រោមចូលចំនួន3លេខចាចង្កេះគូភ្ជាប់នឹងប្រភេទខាងក្រោមកខាងលើគូភ្ជាប់នឹងចង្កេះចាបែបនេះណាចាបន្តមកទៀតយើងចាប់ផ្ដើមចាចូលចាចូលកចំនួន5លេខចាបន្តមកទៀតយើងចាប់ផ្ដើមចូលជើងអាយចាចូលចង្កេះណាចាអញ្ចឹងចង្កេះរបស់យើងគឺទ្រូងរបស់យើងគឺ88ចា88យើងកាត់ក្បៀសមក8ក្បៀស8អញ្ចឹងកន្លែងហ្នឹងគឺនាងខ្ញុំដកនឹងចំនួន3លេខអញ្ចឹង8ក្បៀស8ដកនឹង3ស្មើនឹង5ក្បៀស8 5ក្បៀស8ចាគូត្រង់មួយខាងលើនេះគឺយើងគូត្រង់ដែរវាឲ្យកពងណាចាបន្ទាប់មកកន្លែងនេះគឺនាងខ្ញុំចូលចំនួន1លេខកន្លះសងខាងចាជើងអាយគឺយើងចូលចំនួន1លេខសងខាងខាងនេះ1លេខខាងនេះ1លេខគូភ្ជាប់នឹងចង្កេះរបស់យើងចាបន្ទាប់មកទៀតយើងចាប់ផ្ដើមឡើងពីកតរខ្សែទ្រូងនេះចំនួន1លេខចាទំហំទ្រូង88ចំនួន4ស្មើនឹង22បូក2ស្មើនឹង24ចង្កេះ72ចាចំនួន4ស្មើនឹង18 18បូកនឹង6ស្មើនឹង24 24ដក1លេខកន្លះចេញស្មើនឹង24លេខ8បូកនឹង6ស្មើនឹង24 24ដក1លេខកន្លះចេញសល់22កន្លះតែគេកាត់ពីចំនួនស្មើនឹង23 23បូកនឹង4ស្មើនឹង27គូចំណុចចង្កេះគូភ្ជាប់នឹងទ្រូងគូចំណុចចង្កេះភ្ជាប់នឹងត្រគាកជើងអាយខាងមុខនេះខ្ញុំយកផ្លៃដែរទេដោយសារឥឡូវនេះគឺគេឆ្លាញ់អាយផ្លៃណាចូលពីចង្កេះមក7លេខខាងមុខចូល9លេខខាងក្រោយនេះខ្ញុំចូល10លេខមួយលេខខាងក្រោយវែងជាងខាងមុខ1សង់ទី1លេខ1មីលីម៉ែត្រ1លេខណាបងប្អូន1លេខណាចាតោះទៀតយើងយកចំណុចនេះហើយនៅចំណុចនេះចែកជា2 15ចែកជា2ស្មើនឹង7លេខកន្លះចាគឺត្រង់ចូលឡើងទៅលើចុះក្រោមចំណុចនេះយើងចូលមក1លេខកន្លះហើយនេះយើងចូលមក1លេខកន្លះកន្លែងនេះគឺយើងចូលមកចំនួន1លេខកន្លែងនេះយើងចូលមក1លេខគូចង្កេះភ្ជាប់នឹងជើងក្រោមចាបែបនេះណាតោះមកយើងសរសេរ1ក2ក3កយ៉ាងទី1ក្រោយទី2ក្រោយទី3ក្រោយចុះពីខាងលើមកចំនួន16លេខសំទះក្រោយ34ចែក2ស្មើនឹង17ស្មើ38ចែកនឹង2ស្មើនឹង19ចុះកចំនួន5លេខគូកឡើងមកលើគូចុងស្មើភ្ជាប់នឹងកករង្វង់កគូមួយមកចាតោះទៀតយើងចាប់ដើមធ្វើគ្រាបែបនេះណាចាកន្លែងនេះប្រភេទកសំណាញ់ឬកបាក់គឺយើងត្រូវបត់ពង4លេខខាងលើ2លេខខាងក្រោម2លេខខាងលើ2លេខខាងក្រោម2លេខចា
អត់ខោទេបងប្អូនណាគឺថាបាត់ពុំទៅថៃអត់ខោទេប្រភេទស្រឡាញ់កឬក៏ប៉ាក់គឺវាអាចសល់កន្លែងហ្នឹងហើយកុំឲ្យសល់ច្រើនឡើងទៅលើស្រានគឺយើងខ្ញុំបាត់ពុំហើយមួយទៀតសម្រងរាងរបស់យើងគឺយើងវាស់អត់ខ្លីទេយើងវាស់ត្រឹមផ្សិតឯណោះមិនមែនវាស់លើកន្លែងចកេះទេអញ្ចឹងពេលដែលយើងចាប់បាត់ពុំបាត់អីហើយកន្លែងចកេះគឺនៅអប់នៅកន្លែងកន្លែងដដែលដោយសារយើងវាស់នៅកន្លែងផ្សិតពេលដែលយើងពាក់ពេលដែលយើងបាត់ពុំឬក៏ដេអីហើយអស់អាវរបស់យើងគឺនៅត្រឹមកន្លែងតែម្ដងគឺ42ហ្នឹងស្អាតអានេះគឺយើងវាស់ឃើញវាស់ត្រឹមផ្សិតរបស់យើងឃើញ47ប៉ុន្តែពេលដែលយើងដេអីហើយអស់បងប្អូននៅសល់តែ42ទេគឺស្អាតចំកន្លែងយើងតែម្ដងណាចាអញ្ចឹងពេលដែលរៀបក្បួនពេលមកដល់រៀបក្បួនគឺខ្ញុំប្រាប់ពីវិធីវាស់ហើយដល់បងប្អូនណាចាស្រួលទេវាស់ដូចគ្នាទេគាត់នៅកន្លែងឆ្កេះវាស់យ៉ាងស្រង់ដើម្បីបាត់ពុំទៅស្អាតអស់សាច់ហើយកន្លែងឆ្កេះអត់ហោះឡើងទៅលើចាឥឡូវនេះខ្ញុំខ្វៀលកឲ្យមើលណាចាអញ្ចឹងប្រភេទអាវនេះខ្ញុំខ្វៀលកប្រភេទអាវកសំណាញ់បើសិនជាអាវប៉ុងបងប្អូនទាំងអស់គ្នាគ្រាន់តែខ្វៀលពីចំណុចនេះមកអញ្ចឹងយើងឆ្លាញ់មកយើងឆ្លាញ់កម៉ានណាធ្វើឆ្លាញ់កសំណុក28អញ្ចឹងណាចាអញ្ចឹងយើងខ្វៀលកប៉ុងអញ្ចឹងមកនេះពីកប៉ុងមកនេះមកអានេះកប៉ុងវាប៉ុងពាក់ធម្មតាណាប៉ុន្តែបើសិនជាអាវឆ្លាញ់កចង់ធ្វើមានគេហៅថាប៉ុងឡើងក្លៀកឡើងមកលើ7លេខកន្លះអញ្ចឹងណាចាហើយខ្វៀលកជ្រៅអញ្ចឹងណាដាក់ឆ្លាញ់កឬដាក់ប្រាក់អីចឹងណាបងប្អូនចាចឹងយើងអាចឆ្លាញ់កសម្រាប់ក35អីយើងខ្វៀលកយកជ្រៅយ៉ាងខ្វៀលមូលអីចឹងក៏បានដែរអីទេចាខ្វៀលចឹងណាចាខ្វៀលយើងលះណាបងប្អូនយើងដាក់ឆ្លាញ់កឬដាក់ប៉ាក់មកលះស្អាតកន្លែងនេះចឹងណាចឹងកគឺអាចខ្វៀលបានច្រើនទម្រង់ដែលយើងចង់ឆ្លាញ់ជ្រៅឬរាក់តែម្ដងចាឥឡូវបងប្អូនទាំងអស់គ្នាទៅមើលពីវិធីជាតែម្ដងចាអរគុណ